បោះចោលម្ហូបសល់ស្មើនឹងបោះចោលលុយឈប់ធ្វើរឿងនេះជាបន្ទាន់បើចង់ឲ្យគ្រួសារអ្នកសល់លុយជំរាបសួរលោកអ្នកស្ដាប់ជាទីមេត្រីធ្លាប់រាប់អត់ថាក្នុងមួយសប្តាហ៍គ្រួសាររបស់អ្នកបានបោះចោលម្ហូបសល់និងបន្លែរលួយទៅក្នុងធុងសម្រាមអស់ប៉ុន្មាននេះជារន្ធធ្លាយលុយដ៏ធំដែលមនុស្សភាគច្រើនមើលរំលងដើម្បីកុំឲ្យខាត់បង់លុយបែបនេះមកសាក់លបងតិចនិចសម្អាតទូទឹកកកឲ្យអស់មុននឹងទៅទិញម្ហូបថ្មីចូលផ្ទះត្រូវកំណត់យកមួយថ្ងៃជាថ្ងៃចម្អិនម្ហូបដោយប្រើតែបន្លែឬសាច់ដែលមានស្រាប់ក្នុងទូទឹកកកឲ្យអស់សិនវិធីនេះមិនត្រឹមតែជួយឲ្យទូទឹកកកស្អាតល្អទេតែថែមទាំងជួយសន្សំលុយថ្លៃទៅផ្សារបានដល់ទៅ 20% ក្នុងមួយខែចាប់ផ្ដើមទម្លាប់ល្អរួមគ្នាញ៉ាំបាយនិងម្ហូបឲ្យអស់កុំទុកឲ្យសល់ខ្ជះខ្ជាយអីណាហើយល្ងាចនេះកុំភ្លេចបើកមើលទូរទស្សន៍របស់អ្នកទាំងអស់គ្នាផងអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នកជួបគ្នានៅភាគក្រោយទៀត First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន